ទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានថៃឥណ្ឌូនេស៊ីនិងវៀតណាមជាដើមត្រូវទទួលរងគ្រោះដោយទឹកជំនន់និងខ្យល់ព្យុះក្នុងទម្រង់ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេលប្រមាណ300ឆ្នាំមកនេះដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិផ្ដាច់ជីវិតមនុស្សនិងបង្កើតជាបន្ទុកសម្រាប់ពលរដ្ឋត្រូវដោះស្រាយទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែងកាសែត BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយលើកឡើងពីវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសថៃនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដោយឥទ្ធិពលនៃព្យុះនិងភ្លៀងធ្លាក់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះដោយឡែកនិយាយពីគ្រោះមហន្តរាយនៅផ្នែកខ្លះនៃប្រទេសថៃអាជ្ញាធរបានកត់ត្រាតួលេខបឋមបង្ហាញថាយ៉ាងហោចណាស់មនុស្ស33នាក់ត្រូវបាត់បង់ជីវិតដែលបង្ខំចិត្តឲ្យអាជ្ញាធរត្រូវដាក់ពង្រាយនាវាយោធានិងឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះបើផ្អែកលើទិន្នន័យរបស់អាជ្ញាធរឲ្យដឹងថាគ្រោះទឹកជំនន់នេះបានវាយប្រហារខេត្តគោលដៅចំនួន10នៅទូទាំងភាគខាងត្បូងនៃប្រទេសថៃគិតក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះទន្ទឹមនឹងនេះទីក្រុងហាត់យ៉ៃមួយរបស់ថៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ីមន្ត្រីជំនាញផ្នែកអូតូនិយមបានកត់ត្រាពីបរិមាណទឹកភ្លៀងធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរបំផុតដែលពុំធ្លាប់មានក្នុងរយៈពេល300ឆ្នាំមកនេះមានចំនួន335គីបក្នុងមួយថ្ងៃក្រៅពីនេះ BBC ក៏បានរាយការណ៍ដែរថាភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះក៏បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ត្រូវទទួលរងការខ្ទេចខ្ទាំដូចគ្នាដែរចំនួនអ្នកស្លាប់បានកើនឡើងជិត100នាក់ក្នុងសប្តាហ៍នេះខណៈដែលប្រទេសម៉ាឡេស៊ីមនុស្សជាង19000នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ីឯនោះវិញមនុស្សជិត20នាក់ត្រូវបាត់បង់ជីវិតនិងយ៉ាងហោចណាស់7នាក់ផ្សេងទៀតនៅតែកប់ក្រោមគំនរនៃការបាក់ដីនៅកោះស៊ូម៉ាត្រានៅភាគខាងជើងនៃប្រទេសនៅឡើយដោយឡែកអាជ្ញាធរថៃឯនេះវិញបានរាយការណ៍ថាប្រជាជនជាង2លាននាក់ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ក៏ប៉ុន្តែមានតែ13000នាក់ទេបានផ្លាស់ប្ដូរទីជម្រករបស់ពួកគេហើយភាគច្រើនក្នុងចំណោមជនរងគ្រោះទាំងនោះត្រូវកាត់ផ្ដាច់និងមិនអាចទទួលបានជំនួយនេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចំណែកកាសែត The Nation របស់ថៃវិញបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ដែរដោយរាយការណ៍ពីនាយកដ្ឋានឧតុនិយមថៃបានព្រមានពីឥទ្ធិពលខ្យល់បក់ពីទិសឦសានដែលនឹងបណ្ដាលឲ្យចុះត្រជាក់ខ្លាំងនៅផ្នែកខាងលើនៃប្រទេសថៃហើយបង្កមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងនិងអាចបណ្ដាលឲ្យមានរលកកម្ពស់ដល់ទៅ2ម៉ែត្រនៅឈូងសមុទ្រថែមទៀតបន្ថែមពីលើនេះនាយកដ្ឋានក៏បានលើកឡើងទៀតថាព្យុះទីហ្វុងឈ្មោះគូតូដែលកំពុងបោកបក់លើសមុទ្រចិនភាគខាងត្បូងត្រូវគេរំពឹងថានឹងផ្លាស់មកជិតឆ្នេរសមុទ្រវៀតណាមផ្នែកខាងក្រោមចន្លោះពីថ្ងៃទី28ដល់ថ្ងៃទី30ខែវិច្ឆិកានេះ